បាទតើអាជីវកម្មយើងនៅពេលដែលយើងធ្លាក់ប្រាក់ចំណេញហ្នឹងយើងត្រូវតែកាត់ប្រាក់ចំណាយដែរឬទេជាទូទៅម្ចាស់អាជីវកម្មយើងតែប្រាក់ចំណេញធ្លាក់ចុះគាត់កាត់ចំណាយការកាត់ចំណាយមិនប្រកាសថាចំណេញយើងកើនទេបាទយើងត្រូវការបង្កើនចំណាយឡើងវិញបង្កើនចំណាយយើងធ្វើម៉េចយើងអាចកាត់នៅសកម្មភាពណាដែលអសកម្មហើយយើង revive ឡើងវិញយើង restructure លើធនធានមនុស្សយើងឡើងវិញតើមនុស្សណាសកម្មមនុស្សណាអសកម្មកាត់បុគ្គលិកដែលអសកម្មត្រូវកាត់អសកម្មចោលហើយយើងមើល survey ទៅលើ market ឡើងវិញមានតម្រូវការអតិថិជនឡើងវិញអាហ្នឹងវាអាចនឹងប៉ះពាល់ដល់ចំណូលយើងហើយហេតុអីបានចំណូលយើងធ្លាក់ប្រាក់ចំណេញយើងធ្លាក់អាហ្នឹង survey ទៅលើតម្រូវការអតិថិជនដៃគូប្រកួតប្រជែងអញ្ចឹងនៅពេលយើង survey ឡើងវិញហើយយើងត្រូវតែរៀបផលិតផលយើងឲ្យល្អជាងដៃគូប្រកួតប្រជែងមានន័យថាយើងតាក់ទង supplier ថ្មីឡើងវិញឲ្យត្រូវនឹងតម្រូវការអតិថិជនហើយរើសបុគ្គលិកថ្មីហើយរក្សាបុគ្គលិកដែល right people ហ្នឹងរើស right ថ្មីហ្នឹងចូលមកទៀតពង្រឹងសមត្ថភាពបុគ្គលិកបាទហើយពង្រីកផលិតផលថែមទៀតអញ្ចឹងនៅពេលដែលប្រាក់ចំណេញធ្លាក់ឬប្រាក់ចំណូលយើងធ្លាក់យើងមិនត្រូវកាត់បន្ថយចំណាយទេយើងត្រូវតែ restructure ឡើងវិញទាំងអស់ហើយបង្កើនចំណាយវិញនៅពេលណាដែលយើងបង្កាត់បន្ថយចំណាយស្មើនឹងកាត់បន្ថយចំណូលហើយអញ្ចឹងយើងត្រូវតែបង្កើនចំណាយដើម្បីបង្កើនចំណូលឡើងវិញបង្កើនចំណូលមានន័យថាម៉េចយើងចំណាយហើយយើងរើផលិតផលថ្មីសេវាកម្មថ្មីឲ្យត្រូវនឹងតម្រូវការអតិថិជនឬក៏កែតម្រង់នៅផលិតផលចាស់របស់យើងឲ្យត្រូវនឹងតម្រូវការអតិថិជនទើបចំណូលយើងកើនតែចំណូលយើងកើនប្រាក់ចំណេញយើងកើនហើយដល់ពេលប្រាក់ចំណេញយើងកើននៅប្រាក់ចំណូលយើងកើនប្រាក់ចំណេញយើងកើនហើយបាទអញ្ចឹងសរុបឡើងវិញនៅពេលដែលបញ្ហាចំណូលយើងធ្លាក់ឬចំណេញយើងធ្លាក់មិនត្រូវកាត់ចំណាយទេតែអាចកាត់បាននៅចំណាយអសកម្មបាទប៉ុន្តែយើងត្រូវបង្កើនចំណាយឡើងវិញដើម្បីបង្កើនចំណូលនិងបង្កើនប្រាក់ចំណេញបាទអរគុណច្រើនដែលបានចូលរួមទស្សនារឿងនេះ